បងអើយឃើញតែក៏វ័យចំលយរីកណាមែកមិនពកខៀវខ្ចីគឺជារូបអូនហើយណាពិសីសំឡឹងមកដីបាក់ដៃហៅបងពពខៅអូនឲ្យនៅជាមួយចូលចំណោះជួយឲ្យអូនហងហកាន់តើអូនដូចជានៅឋានលើមកបងវិញដូចនៅឋានកណ្ដាលចង់នៅលើមេឃតែមេឃវាសនាអូនមិននៅតែមេឃធំគ្មានន័យសូនៅក្នុងតោមកេងច័ន្ទប្រថ្លៃស្ដាំសំដីស្នេហ៍បងកុំក្បន់អូនណាជីវ៉ាម៉ែតូនលឿនឡើងចលអើយជួយច្រើនខ្ញុំបងអើយបងចាំទទួលអូនផ្ការីកលើមេឃធ្លាក់ដល់ដៃស្ងួនម្ចាស់ស្ងួនស្នេហាថាផ្កាអូនផងបើយល់យ៉ាងណាដែរប្រិយមិត្តក្រោយពីបានស្ដាប់ការបកស្រាយបទចម្រៀងមរតកដើមមួយបទពីសំណាក់ប្អូនស្រីចាងច័ន្ទរាវតីសូមជម្រាបជូនផងដែរថាបទចម្រៀងមរតកដើមដែលប្អូនស្រីចាងច័ន្ទរាវតីបានធ្វើការបកស្រាយនេះគឺមានចំណងជើងថាផ្ការីកលើមេឃដែលម្ចាស់សំនៀងដើមគឺជាការបកស្រាយដោយរាជិនីសំឡេងមាសរស់សេរីសុទ្ធាបទចម្រៀងមួយបទនេះផងដែរក៏ជាការតែងនិពន្ធទំនុកច្រៀងនិងបទភ្លេងដោយកវីនិពន្ធបយហូនិងដឹកនាំប្រគំដោយលោកហាសសាឡនបងអើយឃើញតែក៏វ័យចំលយរីកណាមែកមិនពកខៀវខ្ចីគឺជារូបអូនហើយណាពិសីសំឡឹងមកដីបាក់ដៃហៅបងពខៅអូនឲ្យនៅជាមួយចូលចំណោះជួយឲ្យអូនហងហកាន់តើអូនដូចជានៅឋានលើមកបងវិញដូចនៅឋានកណ្ដាលចង់នៅលើមេឃតែមេឃវាសនាអូនមិននៅតែមេឃធំគ្មានន័យសូនៅក្នុងតោមកេងច័ន្ទប្រថ្លៃស្ដាំសំដីស្នេហ៍បងកុំក្បន់អូនណាជីវ៉ាម៉ែតូនលឿនឡើងចលអើយជួយច្រើនខ្ញុំបងអើយបងចាំទទួលអូនផ្ការីកលើមេឃធ្លាក់ដល់ដៃស្ងួនម្ចាស់ស្ងួនស្នេហាថាផ្កាអូនផងតាមរយៈសមត្ថភាពនៃការបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងល្អពីសំណាក់ប្អូនស្រីចាងច័ន្ទរាវតីដែលមានវ័យត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះបានតាក់ទាញចំណាប់អារម្មណ៍ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជននៅក្នុងបណ្ដាញសង្គមត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះប្អូនស្រីចាងច័ន្ទរាវតីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តនៅក្នុងបណ្ដាញសង្គមទាំងក្នុងនិងក្រៅប្រទេសយើងបានមើលឃើញថាប្អូនស្រីចាងច័ន្ទរាវតីបានធ្វើការបកស្រាយបទចម្រៀងជាច្រើនទាំងបទចម្រៀងមរតកដើមក៏ដូចជាការបកស្រាយនៅបទចម្រៀងដែលជាការតែងនិពន្ធថ្មីពីសំណាក់លោកវីរៈពន្លកដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនដោយបទចម្រៀងមួយបទនោះមានចំណងជើងថាអមតៈគឺឈ្មោះដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនដោយត្រឹមតែរយៈពេល1ថ្ងៃតែប៉ុណ្ណោះបទចម្រៀងដែលជាការបកស្រាយដោយប្អូនស្រីចាងច័ន្ទរាវតីដែលមានចំណងជើងថាអមតៈគឺឈ្មោះនេះទទួលបានការចូលទៅទស្សនារហូតទៅដល់1លានដងប៉ុន្តែមកទល់ពេលនេះប្រិយមិត្តទស្សនិកជននៅមិនទាន់បានស្ដាប់នៅការបកស្រាយបទចម្រៀងឆ្លងឆ្លើយរវាងប្អូនស្រីចាងច័ន្ទរាវតីនិងតារាចម្រៀងប្រុសរូបណាឡើយសម្រាប់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រប្អូនស្រីចាងច័ន្ទរាវតីមួយចំនួនបានលើកឡើងថាបើសិនជាប្អូនស្រីចាងច័ន្ទរាវតីមានឱកាសចាប់ដៃគូគ្នាបកស្រាយបទចម្រៀងជាគូ
ជាមួយនឹងលោកបឺតសម្រាប់នោះបងស្រីចាងច័ន្ទរាវតីនឹងកាន់តែទទួលបានការគាំទ្រយ៉ាងច្រើនបន្ថែមទៀតពីសំណាក់ប្រិយមិត្តទស្សនិកជនក្នុងនោះផងដែរប្រិយមិត្តដែលជាអ្នកគាំទ្របានលើកឧទាហរណ៍នៃការចាប់ដៃគូគ្នាបកស្រាយបទចម្រៀងរវាងបងស្រីច័ន្ទសូរីតានិងលោកបឺតសម្រាប់ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនសម្រាប់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្របងស្រីចាងច័ន្ទរាវតីយល់ឃើញថាតើតារាចម្រៀងប្រុសរូបណាដែលស័ក្តិសមនៅក្នុងការចាប់ដៃគូគ្នាបកស្រាយបទចម្រៀងឆ្លងឆ្លើយជាមួយនឹងបងស្រីចាងច័ន្ទរាវតីនាថ្ងៃខាងមុខសូមបញ្ចេញមតិនៅខាងក្រោមវីដេអូមួយនេះខ្ញុំបាទនឹងរងចាំមើល comment របស់ប្រិយមិត្តទស្សនិកជនសូមអរគុណប្រិយមិត្ត